ខ្ញុំពីមុនមករស់នៅតំបន់បឹងកក់កាលខ្ញុំរស់នៅបឹងកក់ខ្ញុំរស់នៅដោយគ្មានបរិស្ថានរស់នៅលើទឹកស្អុយគ្មានអនាម័យល្អក្នុងមួយថ្ងៃខ្ញុំបន់3ដងដើម្បីឲ្យខ្ញុំចាក់ចេញពីបឹងកក់បើខ្ញុំនៅបឹងកក់ទេមួយឆ្នាំខ្ញុំត្រូវដូរតសផ្ទះខ្ញុំតសផ្ទះខ្ញុំមួយឆ្នាំឬ2ឆ្នាំត្រូវដូរម្ដងមកឲ្យខ្ញុំអត់មានលទ្ធភាពទេហើយខ្ញុំរស់នៅនេះផ្ទះខ្ញុំរស់នៅនេះគឺទីក្រុមសិតស្បោងផ្លាស្ទិកអានេះនិយាយជាក់ស្ដែងហ្មងបាទរស់នៅតំបន់បឹងកក់គឺរស់នៅលើដូចរស់នៅលើកំណត់សម្រាមស្អុយអញ្ចឹងហើយបងប្អូនឃើញបើខ្ញុំរស់អញ្ចឹងខ្ញុំថាអញ្ចឹងជាក់ស្ដែងនៅលើទឹកស្អុយហើយផ្ទះខ្ញុំចាំងក្តារនៀបក្តារអញ្ចឹងសាំងសីអញ្ចឹងហើយឡើងដើរខ្លះក៏ចំផុងកលៀននោះដើរផុងភក់ក៏មានដែរបាទហើយសសប2ឆ្នាំហើយដូរម្ដងហើយវាស៊ីទឹកស្អុយវាស៊ីសសឃើញស្រាប់នៅបឹងកក់មានអីអស្ចារ្យផ្ទះចាក់មួយជើងអាឡុងសប៉ុណ្ណឹងហ្នឹងបើណាគេអមទូក្រោមផ្ទះក៏ជួយដែរហើយរស់នៅប៉ុណ្ណេះបានផ្ទះប៉ុណ្ណេះហៅសំណាងហើយទុកជាសំណាងហើយខ្ញុំមិនសំណាងមកខ្ញុំមកឆាក់ជីវិតខ្ញុំនិយាយអស់គេខ្វះខ្ញុំដែលមានផ្ទះថ្មហ្នឹងខ្ញុំបាននៅប៉ុណ្ណេះខ្ញុំរស់នៅស្រួលខ្ញុំធ្វើដំណើរទៅធ្វើការនៅរោងចក្រពេលព្រឹកខ្ញុំចូលម៉ោង 6:50 ពេលថ្ងៃខ្ញុំចេញម៉ោង 11សម្រាប់ញ៉ាំអាហារ50នាទីខ្ញុំចូលវិញខ្ញុំចេញម៉ោង 4ការនាងខ្ញុំរស់នៅតំបន់បឹងកក់ខ្ញុំអត់មានចំណូលចូលដូចបច្ចុប្បន្នតែខ្ញុំមករស់នៅបរិយាសន្តិភាព2នេះទេពីព្រោះការរស់នៅតំបន់បឹងកក់ជីវភាពខ្ញុំខ្សត់ខ្សោយណាដល់ខ្ញុំចាក់ចេញពីតំបន់បឹងកក់មកនៅបរិយាសន្តិភាព2ខ្ញុំមានការងារធ្វើហើយខ្ញុំមានប្រាក់ខែដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារខ្ញុំគឺបានធូរធារគឺខ្ញុំសប្បាយចិត្តដែលខ្ញុំបានមានការងារធ្វើណារោងចក្រមិនថាឲ្យតែគ្រប់ពេញអាយុឬចាស់ក្មេងគឺគាត់បានទទួលឲ្យមានការងារធ្វើទាំងអស់អញ្ចឹងហើយតកែរោងចក្រគឺគាត់បានកាត់បន្ថយជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងចាអញ្ចឹងខ្ញុំសប្បាយរីករាយណាស់ដែលបានមានការងារធ្វើដោយសពថ្ងៃហ្នឹងគឺខ្ញុំសប្បាយរីករាយនៅបឹងកក់គឺខ្ញុំអត់មានការងារអីធ្វើទេខ្ញុំក៏មិននឹកស្មានថាខ្ញុំបានមកធ្វើការនៅក្នុងរោងចក្រនេះដែរឥឡូវនេះខ្ញុំកូនខ្ញុំមកបានចូលរួមជាមួយផ្នែកខាងកម្មករនៅក្នុងរោងចក្រនេះគឺមានការសប្បាយរីករាយណាដូចជាតម្លៃប្រាក់ខែដូចខ្ញុំផ្នែកខាងកាត់ព្រួយអញ្ចឹងខ្ញុំកាត់បានក្នុងមួយខែបាន120ហើយកូនខ្ញុំប្រាក់ខែផ្នែកខាងអ៊ុតបាន120ដែរហើយចំនួនការក៏កូនខ្ញុំបានក្នុងមួយខែបាន120ដូចគ្នាអញ្ចឹងហើយគឺសរុបទៅក្នុងមួយខែគឺបាន360អញ្ចឹងគឺជីវភាពរបស់ខ្ញុំសប្តាហ៍ថ្ងៃនេះគឺមានការធូរធារជាងការខ្ញុំរស់នៅក្នុងតំបន់បឹងកក់អញ្ចឹងហើយខ្ញុំក៏សុខចិត្តចាក់ចេញមករស់នៅបរិយាសន្តិភាព2នេះហើយខ្ញុំមករស់នៅទីនេះគឺជីវភាពខ្ញុំធូរធារម្យ៉ាងខ្ញុំមានការងារធ្វើកូនខ្ញុំក៏មានការងារធ្វើផ្ទះខ្ញុំក៏រស់នៅសមរម្យដូចគេដូចឯងហើយអ្នកនិយាយថាការចាក់ចេញពីតំបន់បឹងកក់មករស់នៅបរិយាសន្តិភាពនេះគឺឆ្ងាយពីទីក្រុងមិនមែនទេណាតាមការពិតទៅយើងចិត្តដូចតែគ្នាទេណាអញ្ចឹងហើយខ្ញុំមករស់នៅតំបន់នេះគឺថាមានតាំងពីសវត្ថភាពណាហេរណាសម្ព័ន្ធគឺមានទាំងអស់ដូចជាទឹកភ្លើងណាទីផ្សារមន្ទីរពេទ្យបង្អែកគឺមានរោងចក្រក៏មានយើងមានការងារធ្វើអញ្ចឹងហើយយើងខ្ញុំគិតថាមករស់នៅតំបន់នេះគឺល្អ
ខ្ញុំបាទឈ្មោះចាន់សុភារស់នៅភូមិតតេនឃុំសំរងក្រោមស្រុកបន្ទាយមាសខេត្តកំពតខ្ញុំបាទមករស់នៅភូមិនេះភូមិតតេនដោយសារពីមុនខ្ញុំនៅបឹងកក់ខ្ញុំទៅមកនៅភូមិតតេននេះបានចំនួនរយៈពេល4ឆ្នាំជាងប៉ុណ្ណោះទេហើយពីមុនខ្ញុំនៅបឹងកក់ទេបើនៅបឹងកក់ហ្នឹងបានកាត់ដោះស្រាយគោលនយោបាយហ្នឹងយកមកទិញបានមេកូមួយហើយនោះមេកូខ្ញុំចង់នៅខាងមុខឯណោះហើយកូនមួយហើយឥឡូវបានកូនមួយហើយសល់លុយហ្នឹងខ្ញុំជួសជុលផ្ទះធំនេះហើយនឹងផ្ទះថ្មខាងក្រោមនេះជួសជុលផ្ទះថ្មខាងក្រោមហើយខ្ញុំបានសល់លុយហ្នឹងសល់ពីមុនខ្លះយើងបានដោះស្រាយគោលនយោបាយនឹងខ្លះអាចបានទិញសម្ភារៈធ្វើជាជាងតងធ្វើជាគ្រឿងផ្លាទីនលក់ដូរនៅផ្សារវាតិចតួចអញ្ចឹងទៅហើយមានដូរលុយដូរកាក់អីអញ្ចឹងខ្លះទៅហើយព្រោះស៊ីយូរទៅវាបានឡើងតាមតិចអញ្ចឹងខ្ញុំបាទទិញបានម៉ូតូមួយអញ្ចឹងគ្រាន់ជិះទៅផ្សារលក់ដូរគ្រឿងផ្លាទីនបាទហើយដល់ពេលធូធាបន្តិចខ្ញុំទិញកង់ឲ្យកូនបានម្នាក់មួយមិនសម្រាប់វាជិះទៅរៀនមកនៅនេះវាសុបាយចិត្តជាងនៅបឹងកក់បើនៅបឹងកក់បងមើលផ្ទះខ្ញុំឃើញស្រាប់ហើយបងមើលឃើញនេះផ្ទះនេះវាប្រក់សាំងកសីហើយនឹងបាំងសាំងកសីទៀតហើយពេលវាតូចចង្អៀតក្រុមគ្រួសារខ្ញុំវាពិបាកនៅផ្ទះវាតូចលិចភ្លៀងមកលិចខែទឹកជន់ក៏លិចទាំងលើលិចទាំងក្រោមអាសង្កសីក៏បាំងមិនសូវបានចិត្តល្អដែរព្រោះវាមានខ្ញាស៊ីច្រេះស៊ីហើយដល់តែពេលខ្ញុំបានរើទីលំនៅមកដោះស្រាយគោលនយោបាយមកនៅនេះអញ្ចឹងវាដូចថាបានជួសជុលផ្ទះយើងនេះវាធំទលាយហើយភូមិធំมันអាចវាបឋានដូចខាងមុនកាលពីមុននេះឃើញបងណាកាលពីមុនវាទឹកស្អុយផងណាមួយអាផ្ទះក៏តូចទឹកក៏លិចមកនៅនេះវាស្ងាត់បន្តិចមែនប៉ុន្តែវាស្រួលថងថាយើងនៅនេះវាបឋានល្អមានសាលារៀននៅជិតផ្ទះអញ្ចឹងទៅមានបានកូនទៅរៀនទៅសូត្រនឹងគេហើយដល់ពេលនៅនោះវាពិបាកដើរចុះដើរឡើងលុយទឹកច្រំទឹកភក់ទឹកស្អុយអញ្ចឹងអាមុខរបរក៏គ្មានពិតប្រកបយើងនៅនេះមានមុខរបរពិតប្រកបធ្វើជាជាងតងអញ្ចឹងមួយថ្ងៃរកបានកម្រៃក្នុងមួយថ្ងៃវាមាន 30000 អញ្ចឹង 40000 ឬក៏ 50000 អញ្ចឹងវាអត់ទៀងដែរបងថ្ងៃណានេះមានតែ 10000 ក៏មានវាស្ងាត់អញ្ចឹងជួនកាលវាថ្ងៃណាយើងបានទៅច្រើនគួរសមនៅនេះសុបាយចិត្តទេបងសុបាយចិត្តជាងនៅពេញឆ្ងាយនៅពេញវាមុខបោះក៏យើងគ្មានពិតប្រកបថ្ងៃណារត់ម៉ូតូដប់ក៏រត់ម៉ូតូដប់ថ្ងៃណាអត់ក៏អត់នៅនេះយើងដឹងថាសុបាយចិត្តរហូតទៅផ្សារអញ្ចឹងដូរលុយដូរកាក់អីបានកម្រៃខ្លះគ្រាន់កូនចាយទៅរៀនពេលព្រឹកខ្ញុំមិននឹកស្មានថាបានជីវិតនៅធូធាអញ្ចឹងទេបងនៅការនៅបឹងកក់ឲ្យមកដល់យើងនេះការនៅបឹងកក់វាតូចចង្អៀតផ្ទះក៏តូចអីក៏តូចមិនចប់អាកខ្វក់ក៏កខ្វក់អាដល់យើងមកនៅនេះវាជីវិតយើងទូលំទូលាយធំកូនយើងក៏វាសុបាយចិត្តទៅតាមនឹងដែរវាបានដូចថារត់លេងពេញវាលពេញកាលអញ្ចឹងមិនដូចនៅបឹងកក់ឯងបងក្មេងបាទខ្លាចវាធ្លាក់ទឹកធ្លាក់អីអញ្ចឹងវានេះអាពេលនៅបឹងកក់វានេះអញ្ចឹងបងវាអាផ្លូវក៏ក្តារដាក់អីឆ្លងអញ្ចឹងទៅហើយអាផ្ទះក៏តូចវារត់លេងមិនបានទេខ្លាចធ្លាក់ទឹកវាមិនអាចរត់លេងបានដូចយើងនៅស្រែវាលពេញកាលទេនៅនេះល្អជាងនៅបឹងកក់វាអាប់អួរតិចឈឺអាអូនតូចបានតិចឈឺវាអត់បានសុខភាពល្អដូចនៅនេះហើយនៅនេះវាមានខ្យល់អាកាសយើងធម្មតាតិចអញ្ចឹងណាបងបានដោះស្រាយពីគោលនយោបាយខ្ញុំសូមអរគុណច្រើនដោយសារបានដោះស្រាយនឹងមកខ្ញុំបានលុយមកវានៅជនបទយើងវាទូលំទូលាយជាងនៅនោះបើនៅនោះរហូតខ្ញុំជីវិតខ្ញុំវាអាប់អួរបើមិនមានការដោះស្រាយពីគោលនយោបាយខ្ញុំវាអត់បានរីកចម្រើនដល់សពថ្ងៃទេបងបើខ្ញុំមិនចេញពីបឹងកក់ខ្ញុំមិនដឹងជាជីវិតខ្ញុំតើជាយ៉ាងណាវាអត់មានមុខរបរពិតប្រាកដផងកូនខ្ញុំមិនដឹងទៅរៀននៅឯណាវាពិបាកជូនទៅជូនមករាល់ថ្ងៃបើនៅនេះយើងបាច់ជូនទេវាជិះទៅសាលាខ្លួនឯងកើតការប្រែក្លាយតំបន់បឹងកក់ដែលមានសភាពអនាធិបតេយ្យខ្វះអនាម័យទឹកលិចឲ្យទៅជាតំបន់អភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍យ៉ាងច្រើនជូនប្រជាជនគឺជារឿងត្រឹមត្រូវនិងទទួលបានការគាំទ្រពីប្រជាជនជាលទ្ធផលនាពេលបោះឆ្នោតឃុំសង្កាត់នាឆ្នាំ2012កន្លងទៅនេះ
ប្រជាពលរដ្ឋគ្រប់ភូមិនៃសហគមន៍បង្កក់បានបោះឆ្នោតគាំទ្រគណៈបកប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ហើយគណៈបកប្រជាជនកម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើគណៈបកប្រឆាំងនៅតំបន់នោះ